សូមនមស្ការច្រើនពរគ្រប់ចាស់គ្រប់អង្គញាតិញោមទាំងអស់គ្នាសូមទស្សនានៃទេសភាពស្រុកស្រែនៃរដូវវស្សាឈៀងនឹងចូលមកដល់នៃខាងមុខនេះហើយទេសភាពស្រុកស្រែគឺมันមានអីច្រើនទេមានការដាំដុះស្រូវហើយតែឆ្នាំនេះភ្លៀងច្រើនមែនទែននេះគឺទេសភាពក្រោយវត្តបឹងប្រាដែលគេហៅថាបឹងប្រានឹងគឺបឹងហើយមិនមែនតែប៉ុណ្ណឹងទេបឹងច្រើនវែងប៉ុន្តែយើងថតឃើញតែកណាត់ពីលើអាកាសហើយនេះគឺវីដេអូមុននឹងយើងឃ្លាតគ្នាគឺលោកនេះស្អែកគឺនិមន្តទៅសិក្សារៀនសូត្រវិញនៅរាជធានីភ្នំពេញហើយអាត្មាភាពក៏នឹងនៅគង់ម៉ោងឯងទៀតអញ្ចឹងណាយូរយើងបានជួបគ្នាម្ដងគឺនិយាយរួមគឺត្រូវជាបងប្អូនទេប៉ុន្តែមិនងាយនឹងបានជួបគ្នាណាអញ្ចឹងទស្សនាលេងមិនមែនកាត់ក៏ជួយអធិស្ឋានផងណាតែពាក្យសួរស្រែមិនមានអីច្រើនមិនដូចនៅទីក្រុងប៉ុន្មានទេចឹងលំហែខ្លះហើយគឺផ្គរផងអីផងថតដោយឃើញផ្គរខ្លាចទំទេសបាញ់ផងអីផងជាភ័យដែរប៉ុន្តែតែមិនជ្រុលទៅថតហើយណាគឺពេលល្ងាចហើយមេឃក៏ពេលនោះក៏ភ្លៀងតិចផងទេសភាពស្រុកស្រែមានតែប៉ុណ្ណឹងហើយផ្ញើទៅដល់ញាតិញោមទាំងអស់អ្នកបឹងប្រាពងត្បែនបឹងអលំដែលបានមើលវីដេអូនេះហើយព្រមទាំងញាតិញោមទាំងអស់អ្នកស្រុកសន្តានផងដែរមានតែប៉ុណ្ណេះសូមនមស្ការលាសូមចម្រើនពរលាសូមទស្សនាលេងតទៅទៀត